សេចក្តីទុក្ខរបស់ជីវិតមនុស្សយើងនេះទុក្ខធំនឹងមាន4មិនទីពេកប្រមាណគោនេះក្នុងណាសំរៀបរាប់បរិយាយប្រគេននឹងជំរាបជូនញោមញាតិពេលព្រលឹមឡើងថ្ងៃឡើងនៅឃើញឪពុកម្ដាយរបស់កុមារដែលឈឺទៅមកត្រៀមពេញនឹងដូចជាទីផ្សារចឹងក៏យើងមើលទៅឃើញសម្លៀកបំពាក់របស់ឪពុកម្ដាយហ្នឹងក៏មិនសោះសំរុំក៏មកពីជនបទអ្នកក្រីក្រណាបីកំពីកូនដែលមានជំងឺហ្នឹងមកកាន់មន្ទីរពេទ្យចូលណាតែធ្វើដំណើរការនិមន្តទៅបន្ទានធ្វើដំណើរការមន្ទីរពេទ្យមកពេទ្យមកឃើញមានសេចក្តីសង្វេគអាណិតអាសូរដល់មេត្តាបិតានិងកូនដែលឈឺហ្នឹងអានឹងមានអាណិតតកូនដែលសំបីឪពុកម្ដាយយើងមានសេចក្តីអាណិតដែរក៏មកក្នុងទៀបរយៈអ្នកជនបទបីរោពោអោកូនបានយើងមានសេចក្តីកើតទុកចំពោះមេត្តាបិតាអាណិតអាសូរមេត្តាបិតាម្យ៉ាងនេះក៏កូនដែលឈឺណានេះជាសក្តិជាស្ដែងដោយឃើញថាញោមញាតិមានសេចក្តីទុកនឹងកូនដែលឈឺនឹងយ៉ាងណាដែលប្រកាសណាគ្រប់ព្រះអង្គនឹងញោមញាតិជ្រាបហើយថាសេចក្តីទុករបស់ជីវិតមនុស្សយើងនេះទុកធំនឹងមាន4ការកើតជាតិនឹងក៏ជាទុក្ខជារាក្រំគ្រានេះក៏ជាទុក្ខជំងឺព្យាធិនេះក៏ជាទុក្ខមរណៈក៏ជាទុក្ខក៏ប៉ុន្តែជំងឺរោគាដែលមកបៀនដល់រូបរាងកាយរបស់មនុស្សនេះពុទ្ធសាសនាពុទ្ធលោកសំដែងកណិតទេជាទីសមារយោគ្មានសត្រូវណាដែលកាចសាហាវជាងជំងឺរោគាទេកាលណាមនុស្សណាមានជំងឺរោគាហើយក៏ឈឺចាប់ស្រែកយោយាយពេញតែអ្នកដែលជំងឺហ្នឹងគឺយើងជាយើងអត់ដឹងទេស្រាប់តែឃើញអ្នកឈឺនឹងស្រែកមកគឺជំងឺដែលបុកបែនត្រង់ត្រៀនអ្នកជំងឺអត់ចុកចាប់ខ្លាំងដែរត្រង់វាបានស្រែកឲ្យយើងឈឺឲ្យយើងឃើញបើយើងមើលជំងឺមើលអត់ឃើញទេហើយបានដល់ស្រែកយោយាយនឹងឲ្យយើងមានសេចក្តីលំបាកអាណិតអាសូរដល់អ្នកជំងឺពេលខ្លះមិនស្រែកទេចូលមកសន្ទ្រំក្រងឲ្យនៅបាត់សតិបាត់ស្មារតីហ្នឹងបានថាសត្រូវមានសត្រូវណាដែលកាចស្មើនឹងជំងឺរោគាទេនេះជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធលោកបញ្ជាក់ប្រាប់យើងបើស្រ័យហេតុនេះក្នុងករណីដែលយើងជួយសង្គ្រោះនេះគឺយើងសង្គ្រោះតែជំងឺទេតែចេះកិច្ចការសម្រាប់មនុស្សជាតិអស់ដែលត្រូវជួយគ្នាតាមពិតទៅឲ្យតែមនុស្សកើតនៅលើផែនដីជនជាតិណាមួយក៏នៅក្រោមឥទ្ធិពលទុកទាំង4ហ្នឹងណាកើតចាស់ឈឺស្លាប់បើសំខាន់មកគឺឈឺជំងឺអត់ដែលកើតហើយគឺត្រូវតែពេលនឹងសង្គ្រោះឲ្យរួចចាកជំងឺរោគភាពជានេះហ្នឹងក៏នឹងបានខ្ញុំបណ្ដាត្រេកអរចំពោះទឹកប្រទេសករណាគ្រប់ព្រះអង្គដែលមានព្រះសង្ឃទេជាប្រធានលោកនិមន្តមកនេះបានមកដល់មន្ទីរពេទ្យកុមារអង្គរនេះបានមកឃើញចាំមិនដែលទីយើងទៅមើលភាពជាក់ស្ដែងរបស់អ្នកជំងឺហ្នឹងហើយសប្តាហ៍នេះណាមានជំងឺមហារីកដែលជាជំងឺសាហាវហ្នឹងពីដើមមិនកើតតែមនុស្សធំមនុស្សចាស់ឥឡូវកុមារក៏មានរោគមហារីកដែរ
ទេវាឆ្លងអានឹងមកពីថាប្រាជាតិគីមីនឹងវាច្រើនដល់បានបណ្ដាលឲ្យមានរោគនេះនេះគឺមកក៏មានរោគមហារីកដែរមកបង្កើតដល់ក៏មកឲ្យបាត់បង់ជីវិតដល់រោគនេះកាយសាហាវណាស់នឹងបានចំណានឹកឃើញដល់ពុទ្ធិកាបំពេញមកកន្លែងនោះថាមនុស្សនៅលើផែនដីមាននរណាចេះជាងមនុស្សទេមានតែមនុស្សដែលចេះមានបញ្ញាបង្កើតនៅគ្រឿងសម្ភារៈប្រាស័ព្ទបែបសពយ៉ាងជាជំនួយដល់មនុស្សហើយយើងឃើញឲ្យសត្វថ្ងៃគេបង្កើតមកបានតែខ្លះបង្កើតគ្រឿងដែលឲ្យផ្ដល់ផលវិបាកដល់ជីវិតរបស់មនុស្សនេះដោយបង្កើតគ្រឿងគីមីយកមកដាក់ក្នុងផ្លែឈើក្នុងបន្លែកុំឲ្យវាទុំរលួយកុំឲ្យវាស្រេកសបូនណាហ្នឹងសត្វតែបង្កើតហើយម្យ៉ាងទៀតដែលគ្រឿងសព្វាវុធគ្រឿងបរមាណូគ្រឿងមីស៊ីលគ្រឿងអីនេះសាតាអាមពលដែលនាំឲ្យបង្កើតរោគជប់ផ្សែងជាតិអាហ្នឹងមានទៅណាដែលឡៅនេះអ៊ីរ៉ង់ហ្នឹងអាមេរិកនឹងផ្សែងគ្រឿងក្នុងប្រមាណទៅវារសាត់ទៅលើអាកាសនៅមានបាច់ទៅនៅក៏ដិតក្នុងពពកដល់អីនេះមានលក្ខទៅនៅអ៊ីរ៉ង់នឹងផ្សាយពេញដល់មកស្រុកខ្មែរអាស៊ីយើងក៏ពពកនៅមកដល់ដល់មានទឹកភ្លៀងមកភ្លៀងផ្សែងនឹងពពកក្នុងមកនេះយើងក៏ទទួលគ្រោះថ្នាក់ពីផលវិបាករបស់ចំណេះវិទ្យាពុទ្ធនៃវិទ្យាសាស្ត្រដែលបង្កើតគ្រឿងសព្វាវុធនឹងនាំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់យើងគ្រប់គ្នាទាំងអស់តែព្រះអង្គជ្រាបឲ្យពពងវារសាត់ពេញផែនដីនឹងមិនភ្លៀងទៅនៅអ៊ីរ៉ង់នៅណានឹងមកប្រទេសណាខ្លះនេះណាអានេះនាំមេរោគមកបង្កើតឲ្យយើងបានទទួលទុក្ខវេទនាព្រោះវិជ្ជាដែលមនុស្សគេបង្កើតថាវិជ្ជាមួយយ៉ាងបង្កើតទៅវាមានគុណដល់ជីវិតមនុស្សជួយអាមួយយ៉ាងទៀតបង្កើតទៅគឺសម្រាប់ជីវិតមនុស្សព្រោះនឹងបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ថាមិនអោយមនុស្សរៀនវិជ្ជាបង្កើតវិជ្ជាណាដែលប៉ះពាល់ដល់សុខភាពរបស់មនុស្សអាយុជីវិតរបស់មនុស្សតែហាមណាមិនក៏មិនជប់ឥឡូវនេះមានក្រុមអ្នកប្រាជ្ញខាងសន្តិភាពគេឃើញពួកនោះបង្កើតគ្រឿងសព្វាវុធយុទ្ធភ័ណ្ឌខ្លាំងពេកចេះតែមានធម៌ពលខ្លាំងឡើងគេได้ក្របតូចមួយបើមានកម្លាំងណាក៏សង្កត់សម្រាប់មនុស្សអស់រាប់រយរាប់ពាន់នៅគេគិតអ្នកប្រាជ្ញខាងសន្តិភាពមនុស្សស្ទើរហ្នឹងគេគិតថាពួកអ្នកប្រាជ្ញដែលបង្កើតគ្រឿងសព្វាវុធច្រើនណាស់ហើយចង់បញ្ឈប់ពួកនោះកុំឲ្យវាធ្វើសព្វាវុធហ្នឹងទៅក្រុមគ្នាតែតាមមានណាមួយទៅនិយាយបញ្យល់ពួកហ្នឹងឲ្យវាជប់ទៅឲ្យវាឃើញថាវិជ្ជារបស់ដែលកើតពីខ្លួនធ្វើគឺប៉ះពាល់ដល់ជីវិតមនុស្សសាស្ត្រពេញផែនដីអានេះពួកអង្គការមនុស្សស្ទើរតែឃើញដល់គេពីក្រោះគ្នាទៅរោច្រកចេញទៅធ្វើម៉េចទៅបន្ថយវាបានដល់ទៅឲ្យវាមកប្រាប់អត់ឈប់ទេដល់តែគេមានគំនិតថាមានតែសាសនាទេដែលអាចទៅបន្ថយវាបានទៅបញ្យល់វាណាជាពិសេសគឺពុទ្ធសាសនារបស់ព្រះយើងដែលព្រះសម្មាសម្ពុទ្ធនោះហាមមនុស្សនឹងកុំឲ្យប្រព្រឹត្តអំពើអាក្រក់ដោយកាយវាចាស់ចាស់ហ្នឹងព្រោះអំពើអាក្រក់ដោយកាយវាចាស់ចាស់គឺប្រកបជាប៉ះពាល់ដល់ជីវិតមនុស្សនឹងបានថាសិល5នឹងជាសិទ្ធិរបស់មនុស្សហើយបើអ្នកណារក្សាសិល5បុគ្គលនោះក៏រកសិទ្ធិមនុស្សពេញផែនដីហ្នឹងតែអ្នកណាមិនមានសិល5អត់មានគោរពទេប៉ះពាល់ដល់សិទ្ធិមនុស្សតឡងពេលប្រកាសអំណាចជ្រាបទេបាណាសិក្ខាបទទី1ហាមមិនអោយសម្លាប់បំបត្តិជីវិតសត្វដទៃពាក្យថាដទៃគឺគ្រជុំវិញខ្លួនយើងមិនខ្លួនចឹងទេឥ
ប្រញាប់បទវាហាមមិនអោយលួចទ្រព្យសម្បត្តិអ្នកដទៃសត្វដទៃក្រោមខ្លួនយើងទាំងអស់ទី3ហាមមិនអោយបៀតបៀនប្រពន្ធកូនអ្នកដទៃណាសាអ្នកដទៃទី4ហាមមិនអោយខូចផោកុហកអ្នកដទៃទី5ហាមមិនអោយផឹកស្រាគ្រឿងសង្វឹងគ្រឿងញៀនសិល5នេះបើអ្នកណាថែរក្សាបានមនុស្សនឹងពិតជាពួកសម្បរៈមិនដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតជំវិញខ្លួនទេមកអែនតែជាឯងណែមនុស្សណាទទួលទុកទោសអីពីយើងអ្នកដែលមានសិលធម៌ទេប៉ុន្តែមិនងាយទេណាជាពិសេសគឺស្រាគ្រឿងសង្វឹងគ្រឿងញៀនហើយតែសង្វឹងស្រាគ្រឿងញៀនហើយគេធ្វើទាំងអស់សម្រាប់ទៅរៀនលួចគេរៀនប្រែប្រពន្ធគេទៅបៀតបៀនកុហកទៅកុហកនឹងបានព្រះសម្មាសម្ពុទ្ធសុរាជាចំណងរបស់សិលតែផឹកស្រាដាច់ទាំងអស់តែបើសិនមិនផឹកស្រាទេបើសម្រាប់សាដាច់តែមួយទេលួចទ្រព្យគេក៏ដាច់តែមួយបៀតបៀនប្រែប្រពន្ធគេដាច់តែមួយកុហកគេក៏ដាច់តែមួយអត់ដាច់អត់ទៅបើផឹកស្រាដាច់ទាំងអស់ព្រះអង្គជ្រាបហើយបើស្រាដល់ផឹកទៅស្រវឹងឈួតតែហ៊ានធ្វើទាំងអស់នេះបានយើងនឹងធ្វើម៉េចហាម5បរិស័ទយើងអ្នកកាន់ពុទ្ធសាសនានៅកុំឲ្យផឹកស្រានិយមស្រានឹងវាទូទៅមនុស្សហ្នឹងវានិយមថាជាគ្រឿងសម្បាយគ្រឿងមានគួរតានេះព្រះសម្មាសម្ពុទ្ធថាមនុស្សដែលបង្កើតគ្រឿងដែលសម្រាប់ប្រើប្រាស់នឹងឲ្យផលអាក្រក់ដល់ខ្លួនឯងវិញព្រោះយើងប្រព្រឹត្តកសាងអ្វីដែលជាគ្រឿងប៉ះពាល់ដល់ជីវិតមនុស្សនេះព្រះសម្មាសម្ពុទ្ធថាបើស្អែកនៅក្នុងឱកាសនេះខ្ញុំកណាសំថ្លែងអំណរអគុណយ៉ាងក្រៃលែងជាទីបំផុតដែលខ្ញុំកណាបានស្គាល់វត្តចន្ទរាំងស្អីទោះបីមិនឃើញរូបវត្តចឹងឬរូបព្រះអង្គមកដែលជាបានស្គាល់គុណហើយអ្នកគេសង្ឃឹមថ្ងៃណាមួយនឹងបានព្រះអង្គនិមន្តមកទៀតទេណាព្រះបង្សាទៀតហើយនឹងសំត្រីអរចំពោះញោមពលដែលមកពីក្រុងហាណូយទាំងអស់គ្នាហូជីមិញទីក្រុងហាណូយទីក្រុងហាណូយហូជីមិញទេមកថាជាហាណូយហូជីមិញទីក្រុងមិនចុះហាណូយនេះបានគិតបានអីមកយកមិននិយាយតាមហ្នឹងអត់សោះអញមានខ្មែរមានមិនសល់នៅហាណូយមានវត្តមួយនៅហាណូយចាមានមកដល់សៀមរាបមកថ្វាយគុំយ៉ាងណាបានទទួលរយៈទៀតដូចថាចាំថ្ងៃណាឆ្នាំណាមួយធ្វើប៉ុណ្ណានឹងមាត់ខ្ញុំណាទៅហាណូយយូរហើយចាំមិនឃើញមាត់តែយើងនៅហាណូយតែមួយមកប្រសាទលោកមកប៉ាសាទក៏មកជាទីណាតែមកសន្យាយ៉ាងស្ងាត់សូនអញ្ចឹងចាំមើលណាសំប្រៃណោអរគុណនៅសំប្រជិញពោសតាសកាសំប្រគ្រូនិងវិជ្ជាការនៃទាំងអស់ដែលបាននិមន្តមកចុះបានប្រកបដោយសុខភាពល្អបងប្អូននិងបានប្រកបដោយពុទ្ធពល4ប្រការដែលយុវណៈស្ថាបលៈជាមន្តរត